Vâng, sau đấyទាំងអស់គ្នាជាពិសេសអ្នករៀន IT ក៏ដូចជាសាធារណជនទូទៅថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹង Windows Update ដែលឥឡូវនេះគឺយើង Windows Update នេះគឺសឹងតែកើតឡើងគ្រប់គ្នាអស់ណាបាទន័យថាកើតឡើងគ្រប់សឹងតែគ្រប់កុំព្យូទ័រលើកលែងតែកុំព្យូទ័រដែលនៅតាមស្ថាប័ននៃមួយចំនួនដែលគាត់មានការ control ឲ្យត្រឹមត្រូវអញ្ចឹងណាគឺនេះវាសង្ងំគឺវាតែងតែ load update ពេលខ្លះយើងអត់បានដឹងខ្លួនទេយើងអត់បានដឹងខ្លួនទេគឺវា update ទៅខ្លួនឯងបាទន័យថាឲ្យតែមានអ៊ីនធឺណិតគឺវា load update វា download ខ្លួនឯងស្ងំទៅអញ្ចឹងកន្លែងនេះជាចំណុចមួយតែយើងត្រូវនេះដែរយើងត្រូវសង្កេតមើលវាហើយវាក៏ជាចំណុចមួយដែលចូលរួមបង្កើនការប្រើប្រាស់អ៊ីនធឺណិតរបស់យើងកាន់តែច្រើនណាជាពិសេសអ្នកប្រើគាត់អត់មានអ៊ីនធឺណិតនៅផ្ទះអញ្ចឹងគាត់ share hotspot តាមទូរស័ព្ទអីចឹងទៅដល់ពេលអញ្ចឹងវា download វាសង្ងំអញ្ចឹងវាធ្វើឲ្យអ៊ីនធឺណិតយើងវាកាន់តែស៊ីលុយកាន់តែលឿនជាពិសេសយើងប្រើ hotspot តែបើយើងប្រើ Wi-Fi នៅផ្ទះឬមួយអីវាអត់ជាបញ្ហាទេដោយសារតែវា unlimited តែសម្រាប់ទូរស័ព្ទយើងដាក់កាតហ្នឹងទៅហើយយើង share hotspot ប្រើម្ដងម្កាលហើយដល់ពេលវាសង្ងំ download ចឹងទៅវាក៏ធ្វើឲ្យយើងចំណាយលុយអស់កាន់តែច្រើនដែរអញ្ចឹងចំណុចនេះខ្ញុំនឹងប្រាប់បងប្អូនពីរបៀបយើងចូលទៅបិទវាតែម្ដងបើសិនជាយើងគិតថា Windows យើងដំណើរការស្រួលហើយអត់ចាំបាច់ត្រូវការ update ឬមួយក៏អីទេយើងអាចចូលទៅបិទដំណើរការវាតែម្ដងទៅកុំឲ្យវាមកសាំញ៉ាំច្រើនកុំឲ្យវាលួចសង្ងំ update ខ្លួនឯងទាំងយើងអត់បានបញ្ជាវាអញ្ចឹងយើងអូខេទី1យើងមកកន្លែងនេះមកយើងមកកន្លែង search ដដែលទេយើងមកកន្លែង search ដដែលទេអញ្ចឹងយើងវាយពាក្យថា service អូខេយើងគ្រាន់តែវាយពាក្យថា service ហ្នឹងមកគឺវាចេញ service បាត់នេះបាត់ហើយយើងទៅយើងចុចនៅលើ service មកនៅក្នុង Windows 10ក៏យើងអាចsearch ពាក្យហ្នឹងដូចគ្នាដែរយើង search ពាក្យ service ឬមួយក៏មួយទៀតបើសិនជាកន្លែងហ្នឹងបងប្អូនអត់ដឹងទេយើងអាចចូលមកក្នុង run ក៏បាន run ហើយយើងដាក់ទៅ service អក្សរ S ហើយ .msc អញ្ចឹងយើងដាក់អញ្ចឹងក៏បានដែរអូខេយើងទៅអូខេមកវាទៅមកកាន់កន្លែង service ទៀតទេអញ្ចឹងយើង scroll មកយើងចុចអក្សរ W ឬមួយក៏យើង scroll មករកដល់ក្រោមនឹងមកយើងចុចអក្សរ W ហើយយើង scroll មកទៀតយើងបងប្អូននឹងឃើញកន្លែងនេះគេដាក់ថា Windows Update អញ្ចឹង Windows Update នេះយើងគ្រាន់តែដោយសារតែខ្ញុំដូរមកនេះវិញហើយមុននឹងហ្នឹងគឺខ្ញុំជា start up នឹងនេះវិញអញ្ចឹងយើងចុចវាយើងយកពាក្យ disable ហើយយើង stop វាចោលតែម្ដងទៅអូខេហើយយើងអាចមកកែកន្លែងនេះក៏បានដែរបើសិនជា first យើងមកកន្លែង recovery មួយទៀតបើសិនកន្លែងនេះអត់នេះហើយយើងដាក់ disable រួចហើយយើងចុច stop នេះហើយយើងត្រូវមក recovery មួយទៀតដើម្បី make sure ឲ្យវាថាសកម្មភាពហ្នឹងគឺវាអត់កើតឡើងទេអញ្ចឹងកន្លែងនេះដូចយើងឃើញជាក់ស្ដែងគេដាក់ first failure វាបើសិនជា first បានន័យថាបើសិនជាវា run អត់ជោគជ័យលើកដំបូងវានឹង restart សេរីម្ដងទៀតតែបើសិនជាវា run អត់ជោគជ័យលើកទី2គឺវាអត់ធ្វើអីទាំងអស់វាលែងធ្វើអីហើយបើញឹកញាប់ទៀតបានន័យថាវាឆែក update ទៅអត់ជោគជ័យទៀតគឺវា take no action អញ្ចឹងណាតែបើខ្ញុំវិញខ្ញុំនឹងយក take no action ទាំងអស់ដើម្បីអីដើម្បីឲ្យតែពេលដែលវា check លើកទី1អត់ជោគជ័យហើយយើងមិនបាច់ឲ្យវាធ្វើអីទៀតយើងឈប់ឲ្យវាធ្វើអីទាំងអស់អញ្ចឹងយើងចុច apply មកហើយយើងចុច OK អញ្ចឹងអត់តាអូខេយើងមក search មើល Windows Update ម្ដងទៀតតើវាដំណើរការអត់យើងចូល check Windows Update អានេះដោយសារតែខ្ញុំនេះរួចហើយអញ្ចឹងបងប្អូនកន្លែងនេះបងប្អូនអាចធ្វើដូចខ្ញុំបានហើយយើងចាំមើលលទ្ធផលទាំងអស់គ្នាគ្រាន់តែលទ្ធផលនេះដោយសារតែខ្ញុំបាននេះឲ្យវារៀបរាប់មួយសារអញ្ចឹងគឺអត់ទេហើយយើងនៅក្នុងនេះក៏មាន option ដែរយើងអាច push វាយក push 5អាទិត្យក៏បានដែរយើងដល់ពេលយើង push 5អាទិត្យហើយយើងគូផ្សំជាមួយនឹងយើងបិទ service វាបន្ថែមទៀតអូខេអាចនិយាយបានថា100%គឺវាលែង update ហើយយើងលែងជីកក្បាលរសារវាហើយប៉ុន្តែខ្ញុំក៏អត់recommend ឲ្យបងប្អូនបិទ update ចោលរហូតដែរព្រោះដោយសារតែធម្មតាកុំព្យូទ័ររបស់យើងវាដូចទូរស័ព្ទយើងប្រើទេវាតែងតែមានកំណែ update ថ្មីដើម្បីចូលមកជួសជុលនៅកំហុសបច្ចេកទេសរបស់ Windows អញ្ចឹងយើងបើសិនជាយើងអាចយើងចូលទៅក្នុង map ឬមួយក៏យើងចូលទៅក្នុងកន្លែង Play អីគេមាន Wi-Fi យើងគួរតែបើកហើយអាសា check update ទៀតហ្នឹងដើម្បីយើងបានទទួលកំណែ update ថ្មីទៀតហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសូមជួយ subscribe ទាំងអស់គ្នាផង